ស្ដីបាននេះជាទស្សនវិជ្ជាខ្មែរនៅក្នុងប្រទេសជប៉ុនហើយថ្ងៃចុងសប្តាហ៍នាំគ្នាដើរលេងនៅតាមនេះកន្លែងនេះស្ពានសូម្បីតែស្ពានគេហ្នឹងក៏អស្ចារ្យដែរមើលទៅហើយខាងក្រោមស្ពានមានរោងចក្រអីទៀតហើយមើលព្រៃគេដូចដុះមកស្អាតណាស់ព្រៃគេថែរក្សាទាំងអស់មើលណ៎បាទហើយមើលណាស្ពាននេះគឺស្ពានរបស់គេមើលទៅធំមែនតើទទឹងរបស់គេនឹងធំមែនតើហើយបងប្អូនខ្មែរមកលេងនេះហើយទីទៀតមកបន្តគ្នាឥឡូវហើយទីទៀតមកកាន់តែច្រើនហើយជាជនគេគោរពច្បាប់គេជិះខ្ញុំមកនៅយូរហើយតែដូចមិនទាន់មានអ្នកគ្រោះថ្នាក់ចរាចរណ៍អីសោះស្រុកគេបន្តឹងច្បាប់គេឲ្យមានជិះកង់ជិះពាក់កាសឬមួយក៏អ្នកបើកឡានអីហ្នឹងគេគោរពច្បាប់គ្រប់គ្នាបាទអញ្ចឹងអត់ដែលឃើញគ្រោះថ្នាក់អីទេ